បន្តមកទៀតអ្នកទាំងនេះអាចចុចពាក្យសិតនេះទៀតមកតាក់ទងនឹង app 6អ្នកទាំងនេះអាចមើលនៅក្នុង catalog នេះបានគេប្រាប់ជូនអ្នកទាំងនេះអញ្ចឹងទី app 6នេះបានន័យថាកម្រិតតាំងចុងទៀបខ្លាំងបានន័យថានៅពេលដែលវាធ្លាក់ខ្លាំងប្រហែលវ៉ុលវាកាត់ផ្ដាច់អញ្ចឹងអ្នកទាំងនេះអាចសេរីបាននៅលើនេះអញ្ចឹងខ្ញុំដាក់170មកហើយបន្តមកអ្នកទាំងនេះអាចចុចពាក្យ set នេះមួយទៀតមកតាក់ទងនឹង app 7តាំងចុងបានន័យថាកើនប្រហែលវ៉ុលវិញបន្ទាប់ពីវាធ្លាក់ហ្នឹងបានន័យថាឲ្យវាដំណើរការអញ្ចឹងខ្ញុំយកបាទសួស្ដីអ្នកទាំងនេះថានេះខ្ញុំអាចចង់បង្ហាញអ្វីដែលមាននៅក្នុង stock ស្រាប់ហើយចង់បង្ហាញជូនអ្នកទាំងនេះអញ្ចឹងអ្នកនេះអាចមើលនៅក្នុងនេះបានpredictor ដែលបង្ហាញវ៉ុលពាក់មួយតម្លៃត្រឹមតែ$7កន្លះអញ្ចឹងតើនៅក្នុងនេះមានអ្វីខ្លះនឹងឲ្យវាមានមុខងារនិងរបៀបនៃការប្រើប្រាស់យ៉ាងដូចនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងនេះអញ្ចឹងខ្ញុំនឹងបើកអបមកអ្នកទាំងនេះអាចមើលនៅក្នុងនេះបានខ្ញុំមាន predictor ដែលបង្ហាញវ៉ុលពាក់មួយបែបនេះហើយក៏មានតាក់ទងនឹងឯកសារកាតាឡុករបៀបនៃការប្រើប្រាស់ផងដែរអញ្ចឹងខ្ញុំនឹងភ្ជាប់ភ្លើងដើម្បីបង្ហាញជូនអ្នកទាំងនេះតើរបៀបនៃការប្រើប្រាស់យ៉ាងដូចនេះអញ្ចឹងអ្នកទាំងនេះអាចមើលនៅលើ predictor របស់យើងបានន័យថាវាមានផ្នែក in និងផ្នែក out បានន័យថាផ្នែក in របស់វាពីខាងលើនេះបានន័យថាភ្ជាប់ជាមួយនឹងភ្លើងប្រភពរបស់យើងហើយនឹងផ្នែក out របស់វាបានន័យថាភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់របស់យើងអញ្ចឹងបានន័យថាភ្ជាប់ file មួយ node មួយដូចគ្នាអញ្ចឹងខ្ញុំនឹងភ្ជាប់ខ្សែភ្លើងដើម្បីបង្ហាញជូនអ្នកទាំងនេះអញ្ចឹងអ្នកទាំងនេះអាចមើលនៅលើនេះបានខ្ញុំបាទនឹងភ្ជាប់ខ្សែប្រភពបានន័យថាពីខាងលើនេះបានន័យថាវាផ្នែក in ហ្នឹងអញ្ចឹងនៅពេលដែលអ្នកទាំងនេះភ្ជាប់បាននេះហើយខ្ញុំនឹងបង្ហាញជូនអ្នកទាំងនេះរបៀបនៃការប្រើប្រាស់និងកំណត់predictor ដែលបង្ហាញវ៉ុលនិងពាក់របស់យើងផងដែរអញ្ចឹងនៅពេលដែលអ្នកទាំងនេះភ្ជាប់ជាមួយនឹងខ្សែប្រភពនៃការភ្លើងរបស់យើងហើយបន្តមកអ្នកទាំងនេះអាចភ្ជាប់ជាមួយនឹងខ្សែឧបករណ៍នៃការប្រើប្រាស់អ្នកទាំងនេះពីខាងក្រោមនេះអញ្ចឹងអ្នកទាំងនេះអាចមើលបានបញ្ចូលខ្សែ file មួយ node មួយបែបនេះអញ្ចឹងខ្ញុំនឹងភ្ជាប់ដើម្បីបង្ហាញជូនអ្នកទាំងនេះផងដែរអញ្ចឹងអ្នកទាំងនេះអាចមើលនៅក្នុងនេះបានខ្ញុំបាទនឹងភ្ជាប់ដើម្បីបង្ហាញជូនអ្នកទាំងនេះរបៀបនៃការប្រើប្រាស់ផងដែរអញ្ចឹងនៅក្នុងនេះនៅពេលដែលអ្នកទាំងនេះភ្ជាប់ភ្លើងបានន័យថាវាកំណត់នីតិ delay របស់វា10វិនាទីបានវាដំណើរការជាមួយនឹងឧបករណ៍នៃការប្រើប្រាស់អញ្ចឹងអត្ថប្រយោជន៍របស់វាការពារកុំឲ្យបានន័យថាឆេះឧបករណ៍នៃការប្រើប្រាស់អ្នកទាំងនេះហើយការពារកុំឲ្យបុកគីឡូឡើងគីឡូភ្លើងអីជាដើមអញ្ចឹងរបៀបនៃការកំណត់និងប្រើប្រាស់ predictor នេះអ្នកទាំងនេះអាចមើលនៅក្នុងនេះបានឲ្យវាបង្ហាញតាក់ទងនឹងកម្រិតតង់ចុងតែអ្នកទាំងនេះអាចមើលតាក់ទងនឹងការប្រើប្រាស់របស់យើងកុំឲ្យបានន័យថាយើងដឹងតាក់ទងនឹងកម្រិតតង់ចុងរបស់យើងកុំឲ្យវាលើសខ្លាំងឬក៏ទាបខ្លាំងបណ្ដាលឲ្យឆេះជាមួយនឹងឧបករណ៍ឬក៏គីឡូរបស់យើងឡើងអីជាដើមអញ្ចឹងនៅក្នុងនេះក៏គេបង្ហាញតាក់ទងនឹងកម្រិតចរន្តដែលអ្នកទាំងនេះប្រើប្រាស់ជាមួយនឹងឧបករណ៍អ្នកទាំងនេះបានផងដែរអញ្ចឹងនៅក្នុងនេះរបៀបនៃការកំណត់ខ្ញុំបាននឹងបង្ហាញជូនអ្នកទាំងនេះនៅក្នុង catalog នេះអញ្ចឹងរបៀបនៃការកំណត់អ្នកទាំងនេះអាចមើលនៅលើនេះបានន័យថានៅពេលដែលអ្នកទាំងនេះចង់បិទបើកអ្នកទាំងនេះអាចបិទបើកជាមួយនឹង predictor ដែលបង្ហាញវ៉ុលពាក់នេះបានត្រង់ចំណុចក្រហមបែបនេះអញ្ចឹងអ្នកទាំងនេះអាចមើលបាននៅពេលដែលអ្នកគ្នាបិទបែបនេះអ្នកទាំងនេះអាចចុចបើកវិញបានដូចគ្នាអញ្ចឹងរបៀបនៃការបិទបើកគឺវាមានលក្ខណៈប៉ុណ្នេះអញ្ចឹងរបៀបនៃការកំណត់អ្នកទាំងនេះអាចចុចបានន័យថា set ត្រង់បេតុង set នេះមកឲ្យជាប់មកហើយបន្តមកអ្នកទាំងនេះអាចមើលនៅក្នុងនេះបានតាក់ទងនឹង R1 អញ្ចឹងនៅក្នុង catalog នេះ R1 ការកំណត់នីតិបានន័យថាប្រហែលវិនាទីឲ្យវានៅពេលដែលកាត់ផ្ដាច់ឬក៏មកវិញត្រឡប់មកវិញប្រហែលវិនាទីអញ្ចឹងអ្នកទាំងនេះអាចចុចបេតុងឡើងចុះនេះទៅបានន័យថាការពារបានន័យថាឧបករណ៍អ្នកទាំងនេះកុំឲ្យឆេះឬក៏បុកគីឡូអីជាដើមអញ្ចឹងការកំណត់នីតិត្រង់ចំណុច R1 នេះហើយចំណុចបន្ទាប់អ្នកទាំងនេះ R2 បានន័យថាការកំណត់ទៅលើកម្រិតតង់ចុងបានន័យថាខ្ពស់ឡើងបានន័យថាខ្ពស់ចំណុចប្រហែលវ៉ុលឲ្យវាកាត់ផ្ដាច់អញ្ចឹងអ្នកទាំងនេះអាចសេរីទៅខ្ញុំយក270អញ្ចឹងត្រង់បេតុងឡើងចុះនេះអ្នកទាំងនេះអាចសេរីបានហើយបន្តទៀតអ្នកទាំងនេះអាចចុចពាក្យ set មួយទៀតមកតាក់ទងនឹងកម្រិតតង់ចុងធ្លាក់មកវិញប្រហែលវ៉ុលឲ្យវាដំណើរការធម្មតាវិញ260ឬក៏255 65អ្នកទាំងនេះអាចសេរីបានត្រង់ចំណុចនេះផងដែរហើយអ្នកទាំងនេះអាចចុចពាក្យ set មួយទៀតមកតាក់ទងនឹង R4 បានន័យថានីតិនៅពេលដែល recovery បានន័យថាត្រឡប់តង់ចុងរបស់យើងមកវិញហ្នឹងប្រហែលវិនាទីឲ្យវាបានន័យថាដំណើរការអញ្ចឹងអ្នកទាំងនេះអាចសេរីបាន20ឬក៏30អាស្រ័យទៅលើអ្នកទាំងនេះចង់បានអញ្ចឹងខ្ញុំយក20មកហើយបន្តមកអ្នកទាំងនេះអាចចុចពាក្យ set មួយទៀតមកតាក់ទងនឹងនីតិនៅពេលដែលតង់ចុងរបស់យើងឡើងខ្ពស់ពេកប្រហែលវិនាទីឲ្យវាកាត់ផ្ដាច់អញ្ចឹង1វិនាទីឬក៏2វិនាទីអ្នកទាំងនេះអាចសេរីត្រង់ចំណុចនេះបានអញ្ចឹងបន្តមកទៀតអ្នកទាំងនេះអាចចុចពាក្យ set នេះទៀតមកតាក់ទងនឹង R6 អ្នកទាំងនេះអាចមើលនៅក្នុង catalog នេះបានគេប្រាប់ជូនអ្នកទាំងនេះអញ្ចឹងទី R6 នេះបានន័យថាកម្រិតតង់ចុងទាបខ្លាំងបានន័យថានៅពេលដែលវាធ្លាក់ខ្លាំងប្រហែលវ៉ុលឲ្យវាកាត់ផ្ដាច់អញ្ចឹងអ្នកទាំងនេះអាចសេរីបាននៅលើនេះអញ្ចឹងខ្ញុំដាក់170មកហើយបន្តមកអ្នកទាំងនេះអាចចុចពាក្យ set នេះមួយទៀតមកតាក់ទងនឹង R7 តង់ចុងបានន័យថាកើនប្រហែលវ៉ុលវិញបន្ទាប់ពីវាធ្លាក់ហ្នឹងបានន័យថាឲ្យវាដំណើរការអញ្ចឹងខ្ញុំយកបានន័យថា170ឬក៏175ឬក៏180អាស្រ័យទៅលើអ្នកទាំងនេះសេរីបានអញ្ចឹងខ្ញុំយក180ទៅហើយបន្តមកអ្នកទាំងនេះអាចចុចពាក្យ set មួយទៀតមកតាក់ទងនឹងនីតិនៅពេលដែល
តង់ចុងរបស់យើងកើនគ្រប់ដែលអ្នកទាំងនេះចង់បានប្រហែលវិនាទីឲ្យវាដំណើរការអញ្ចឹងអ្នកទាំងនេះអាចមើលត្រង់ចំណុចនេះ20ឬក៏25អាស្រ័យទៅលើអ្នកទាំងនេះចង់បានខ្ញុំយក20មកហើយបន្តមកចុចពិសិដ្ឋមួយទៀតមកតាក់ទងនឹងនីតិនៅពេលដែលតង់ចុងបានន័យថាយើងធ្លាក់ខ្លាំងប្រហែលវិនាទីឲ្យវាកាប់ដាច់អញ្ចឹងខ្ញុំយក1វិនាទីមកហើយបន្តមកអ្នកទាំងនេះអាចចុចពិសិដ្ឋមួយទៀតតាក់ទងនឹង Air 10អញ្ចឹង Air 10នេះអ្នកទាំងនេះអាចកំណត់តាក់ទងនឹងចរន្តរបស់យើងប្រើប្រាស់នៅផ្ទះអ្នកទាំងនេះហ្នឹងប្រហែលពេលអញ្ចឹងឧទាហរណ៍អ្នកទាំងនេះប្រើ20ពេលឬក៏25ឬក៏32អ្នកទាំងនេះអាចសេរីត្រង់ចំណុចនេះបានអញ្ចឹងអ្នកទាំងនេះអាចកំណត់បានការប្រើប្រាស់ចរន្តអ្នកទាំងនេះ10ពេលឬក៏16អ្នកទាំងនេះអាចកំណត់លើនេះបានអញ្ចឹងរបៀបនៃការកំណត់ពេលការប្រើប្រាស់នៅពេលដែលវាលើសឲ្យវាកាត់ផ្ដាច់អីនៅក្នុងនេះអ្នកទាំងនេះអាចមើលបានអញ្ចឹងខ្ញុំយកឧទាហរណ៍40ពេលនៃការប្រើប្រាស់អ្នកទាំងនេះឬក៏អ្នកទាំងនេះអាចប្រើប្រាស់ជាក់ស្ដែងអ្នកទាំងនេះអាចសេរីបានដោយខ្លួនឯងបែបនេះអញ្ចឹងអានេះគ្រាន់តែខ្ញុំបង្ហាញជូនអ្នកទាំងនេះរបៀបនៃការប្រើប្រាស់គឺវាមានលក្ខណៈបែបនេះហើយចុចពិសិដ្ឋមួយទៀតមកអញ្ចឹងតាក់ទងនឹងបានន័យថានីតិបានន័យថាកំណត់នៅពេលដែលចរន្តរបស់យើងលើសខ្លាំងពេកបានន័យថាត្រឡប់មកវិញប្រហែលវិនាទីឲ្យវាដំណើរការធម្មតាអញ្ចឹងយក30ឬក៏យក25អាស្រ័យទៅលើអ្នកទាំងនេះចង់បាន Air 12តាក់ទងនឹងចរន្តនៅពេលដែលលើសឲ្យវាកាត់ផ្ដាច់ប្រហែលវិនាទីវាកាត់2ឬក៏2វិនាទីអាស្រ័យទៅលើអ្នកទាំងគ្នាចង់បាននៅលើនេះហើយបន្តមកទៀតអ្នកទាំងគ្នាអាចចុចពាក្យសិតមួយទៀតមកតាក់ទងនឹង Air 3 Air 13អញ្ចឹង Air 13តាក់ទងនឹងបានន័យថាកម្រិតតង់ចុងលំអៀងរបស់យើងអ្នកទាំងគ្នាអាចយក00មកហើយបន្តមក Air 14អញ្ចឹង Air 14ត្រង់ចំណុចនេះអ្នកទាំងគ្នាអាចមើលបានតាក់ទងនឹង continue current បានន័យថានៅពេលដែលចរន្តរបស់យើងមានបញ្ហាហ្នឹងប្រហែលវិនាទីឲ្យវាកាត់ដាច់អញ្ចឹងអ្នកទាំងគ្នាអាចសេរីបានន័យថាចុចពី off ក៏បានឬក៏កំណត់នីតិក៏បានដែរអញ្ចឹងខ្ញុំបានន័យថាកំណត់នីតិដើម្បីបង្ហាញជូនអ្នកទាំងគ្នាទៅខ្ញុំយក10ទៅហើយបន្តមកអ្នកទាំងគ្នាអាចចុចពាក្យសិតមួយទៀតមកតាក់ទងនឹង Air 15កំណត់តាក់ទងនឹងភាពលំអៀងរបស់វាអញ្ចឹងអ្នកទាំងគ្នាអាចយក00មកហើយនៅក្នុងនេះអ្នកទាំងគ្នាអាចចុចពាក្យសិតមួយទៀតបានន័យថាការបញ្ចប់នៃការកំណត់បន្តិចទៅអ្នកទាំងគ្នាមានប៉ុណ្នេះអញ្ចឹងអ្នកទាំងគ្នាអាចចុចពាក្យសិតមួយទៀតមកចប់រួចរាល់គឺរបៀបនៃការកំណត់គឺវាមានលក្ខណៈបែបនេះអញ្ចឹងតាក់ទងនឹងបន្តិចទៅដែលបង្ហាញវល់អំពែរបស់យើងអាចកំណត់ function នៃការប្រើប្រាស់វាមានអត្ថប្រយោជន៍បែបនេះអញ្ចឹងអ្នកទាំងគ្នាអាចបានន័យថាបិទបើកដោយដៃក៏បានហើយអត្ថប្រយោជន៍របស់វានៅពេលដែលភ្លើងដាច់ឬក៏ភ្លើងត្រឡប់មកវិញវាកំណត់នីតិបានន័យថាឧទាហរណ៍ខ្ញុំបង្ហាញជូនអ្នកទាំងគ្នាបានន័យថាដកបែបនេះឧទាហរណ៍ភ្លើងយើងដាច់បែបនេះហើយបន្តមកភ្លើងយើងត្រឡប់មកវិញអញ្ចឹងវាកំណត់នីតិនៃការភ្ជាប់ជាមួយនឹងឧបករណ៍បានន័យថាវាអាចឧទាហរណ៍ភ្លាមអញ្ចឹងអាចនឹងកម្រិតតង់ចុងឬក៏កម្រិតភ្លើងរបស់យើងខ្លាំងឬក៏ខ្សោយវាបណ្ដាលឲ្យឆេះឬក៏បាននេះថាឡើងក្លោជាដើមអញ្ចឹងវាអាចនឹងការពារនឹងអត្ថប្រយោជន៍វាបែបនេះហើយអ្នកទាំងគ្នាអាចមើលនៅក្នុងប្រតិទិនរបស់យើងអាចមើលតាក់ទងនឹងកម្រិតតង់ចុងកម្រិតចរន្តពែរបស់យើងការប្រើប្រាស់បាននេះថាប្រើប្រាស់បានឬក៏មិនបានអ្នកទាំងគ្នាអាចមើលនៅលើនេះបានវាអត្ថប្រយោជន៍ល្អប៉ុណ្នេះហើយអ្នកទាំងគ្នាអាចកំណត់តាក់ទងនឹងកម្រិតតង់ចុងរបស់យើងឡើងចុះបាននេះថាឲ្យវាបាននេះថានៅពេលដែលកម្រិតតង់ចុងឡើងខ្លាំងពេកឲ្យវាកាត់ផ្ដាច់អូតូនិងកម្រិតតង់ចុងធ្លាក់ខ្លាំងពេកឲ្យវាកាត់ផ្ដាច់អូតូផងដែរហើយការពារជាមួយនឹងឆេះឧបករណ៍របស់យើងហើយនឹងតាក់ទងនឹងកម្រិតចរន្តការពារបាននេះថាការប្រើប្រាស់របស់អ្នកទាំងគ្នាចរន្តឧទាហរណ៍ឡើងខ្លាំងពេកឲ្យវាកាត់ផ្ដាច់អូតូផងដែរហើយដំណើរការបានន័យថាដំណើរការអូតូហើយតាក់ទងនឹងការកំណត់ពេលវេលាបិទបើកនៅពេលដែលដាច់ភ្លើងហើយវាការពារនៃការឆក់ជ្រាបចរន្តតាក់ទងនឹងបន្តិចទៅនេះហើយវាមានតាក់ទងបានន័យថាចំនួនវ៉ុលនិងអំពែហើយខ្ញុំបានធានារបស់ថ្មីតាក់ទងនឹងបន្តិចទៅដែលបង្ហាញវ៉ុលអំពែនេះជូនអ្នកទាំងគ្នាហើយបើសិនបើអ្នកទាំងគ្នាចង់បានអាចតាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទឬក៏តាមលេខ Telegram ខ្ញុំបានខ្ញុំបានមាននៅក្នុង stock ស្រាប់បើសិនបើអ្នកគ្នាទិញភ្លាមមានភ្លាមខ្ញុំបានធានារបស់ថ្មីស៊ីន 100% ជូនអ្នកទាំងគ្នាមានប្រអប់ហើយខ្ញុំបានមានតែប៉ុណ្នេះហើយតាក់ទងនឹងការប្រើប្រាស់បន្តិចទៅនេះអ្នកទាំងគ្នាអាចប្រើចាប់ពី1អាំពែរហូតដល់63អាំពែប្រើបានខ្ញុំបានបង្ហាញជូនអ្នកទាំងគ្នាតែប៉ុណ្នេះហើយបើសិនបើអ្នកគ្នាមានសំណួរអីឬក៏យកទៅប្រើប្រាស់មានបានន័យថាមានសំណួរអាចសួរខ្ញុំបានបន្ថែមបានខ្ញុំបាទសូមអរគុណ